ដល់វគ្គដាក់ច្រវាក់អ្នកនរគ្នាហើយនេះចងចំណាំហេតុអីបានចងចំណាំកន្លែងហ្នឹងដោយសារតែមកប្រឡោះប្រយុងមកប្រឡោះគឺ10កន្លា9ក្នុងអញ្ចឹងទៅសរុបទៅ10កន្លាដល់ពេលអាមួយនេះវាខុសគេតែឯងអានេះ8កន្លាទេអ្នកនរគ្នាដោយសារតែអង្ការពេលដែលតពីខ្សែសាច់ម៉ងយើងតពីលើមកអត់បានរាប់ឲ្យត្រឹមត្រូវអានឹងជាកំហុសមួយបើយើងរាប់ត្រឹមត្រូវយើងចែកកន្លាអត់អីទេអានេះខ្ញុំចាក់តាមអាក្មេងចាស់ដល់ពេលក្មេងចាស់ដល់ពេលគេខុសអាពេលសាច់ចាស់គេខុសដែរយើងខុសតាមគេបណ្ដោយបើយើងបានរាប់កន្លាត្រឹមត្រូវយើងបែងពីអាសាច់ម៉ងហ្នឹងមកយើងសុខចិត្តអាខាងលើឲ្យខុសទៅប៉ុន្តែខាងក្រោមឲ្យត្រូវកន្លាគ្នាឲ្យវាគ្រប់ស្មើកន្លាគ្នាឬក៏យើងអាចបន្ថែមកន្លាឲ្យស្មើក៏បានដែរពីលើមកដោយសារវាសំណាញ់កែវវាអត់មានក្បួនខ្នាតអីត្រឹមត្រូវដូចសំណាញ់ចាក់ទេបើសំណាញ់ចាក់បើយើងក្បាល16យើងប្របែកក្មេងមកថែម16កន្លែងរហូតអញ្ចឹងវាស្មើគ្នារហូតដល់ពេលអានេះពិបាកណាស់អ្នកនរគ្នាអញ្ចឹងវិធីចំណាំវាពេលដែលយើងដាក់ច្រវាក់កុំឲ្យអាមួយនឹងវាខុសជួរផ្សេងពីគេព្រោះអាហ្នឹងតែយើងបើ10កន្លាយើងរាប់10កន្លាដល់ពេលអានេះ8កន្លាតែឯងតែយើងអត់បានចងចំណាំចេះច្រឡំអានេះអ្នកនរគ្នាតែហ៊ានរាប់10កន្លាខុសអាផ្សេងខុសជួរគ្នាបណ្ដោយពីពួកអីចកាអណ្ដើកអ្នកនរគ្នាចកាអណ្ដើកនេះអណ្ដើកហ្នឹងគឺដាក់ត្រូវជាមួយនឹងក្មេងខាងលើដោយសារតែក្មេងគេប្របែកពីលើមកគឺត្រូវគ្នា10កន្លាគឺត្រូវជួរគ្នាអញ្ចឹងកិច្ចការអណ្ដើកត្រូវជាមួយជួរក្មេងដល់ពេលច្រវាក់ក៏យើងចាប់អញ្ចឹងដែរចន្លោះច្រវាក់ហ្នឹងគឺយើងរាប់ព្រោះយើងពេលយើងចាប់ច្រវាក់ក៏យើងត្រូវរាប់មកប្រមាណគ្រាប់1កន្លាប្រមាណគ្រាប់1កន្លាអញ្ចឹងដល់ពេលអញ្ចឹងយើងត្រូវមកចន្លោះរបស់វាត្រូវស្មើគ្នាដែរជាមួយនឹងចការអណ្ដើកដល់ពេលបើយើងអត់បានចងចំណាំចេះអញ្ចឹងប្រកាសយើងដាក់10កន្លាហ្នឹងគឺខុសបាត់ហើយមកប្រឡោះហ្នឹងអញ្ចឹងមកប្រឡោះហ្នឹងយើងត្រូវចំណាំវាទុកដើម្បីអីដើម្បីដាក់តែ8កន្លាទេកន្លែងហ្នឹង8កន្លាហ្នឹងគឺមកប្រយុងដែរក្រៅពីហ្នឹងគឺ10កន្លាមកប្រយុង10កន្លាមកប្រយុងទាំងអស់អ្នកនរគ្នាអញ្ចឹងអរគុណបើសិនជាពេញចិត្តfollow ឬក៏ជួយ share ឲ្យអ្នកដែលគាត់មិនបានដឹងគាត់បានដឹងផងអ្នកទៅដៃថ្មីអ្នកចាប់សំណាញ់អ្នកនរគ្នា